ជំរាបសួរអស់លោកស្រីជាទីគោរពថ្ងៃនេះខ្ញុំនឹងវិភាគទិសដៅនៃតម្លៃមាសក្នុងសប្តាហ៍នេះជាមួយនឹងការព្យាករណ៍នៃតម្លៃមាសរបស់ស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយលើពិភពលោកថាតើតម្លៃមាសអាចនឹងឡើងដល់តម្លៃ$5,000ក្នុងមួយអោនឬ$6,024ក្នុងមួយតម្លឹងដែរឬទេបាទកាលពីសប្តាហ៍មុនតម្លៃមាសអន្តរជាតិបានបត់ក្បាលឡើងមកលើវិញពីតម្លៃ$3,942ក្នុងមួយអោនឬ$4,749ក្នុងមួយតម្លឹងរហូតព្រឹកថ្ងៃច័ន្ទនេះបានបន្តឡើងដល់តម្លៃ$4,203ក្នុងមួយអោនពលគឺ$5,062ក្នុងមួយតម្លឹងហើយបច្ចុប្បន្ននេះគិតត្រឹមម៉ោង 1:30 នាទីនេះបានកំពុងជួញដូរនៅក្នុងចន្លោះតម្លៃ$4,150ក្នុងមួយអោនឬជុំវិញតម្លៃ$5,000ក្នុងមួយតម្លឹងនៅឡើយទេបាទមាសបានធ្លាក់ចុះជាង 10% កាលពីខែមុន Gold ETF ក៏បានដកទុនរាប់ពាន់លានដុល្លារធនាគារកណ្ដាលសហរដ្ឋអាមេរិកក៏កំពុងបង្ហាញជំហររឹងមាំលើអត្រាការប្រាក់កាលពីពេលកន្លងទៅប៉ុន្តែហេតុអ្វី State Street ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិដ៏ធំបំផុតមួយនៅលើពិភពលោកនៅតែព្យាករណ៍ថាមាសអាចឡើងដល់$5,000ក្នុងមួយអោនឬ$6,024ក្នុងមួយតម្លឹងនាដើមឆ្នាំ2027នេះតើពួកគេកំពុងមើលឃើញអ្វីដែលទីផ្សារមិនទាន់មើលឃើញតាមរបាយការណ៍សិក្សាស្រាវជ្រាវ Monthly Gold Monitor របស់ State Street បានចេញផ្សាយកាលពីពេលថ្មីនេះថាបច្ចុប្បន្នមាសកំពុងរងសម្ពាធពីកត្តា3យ៉ាងទី1នោះធនាគារកណ្ដាលអាមេរិកនៅតែមានជំហរហើយទីផ្សាររំពឹងថាអត្រាការប្រាក់អាចនៅខ្ពស់ជាងការរំពឹងទុកទី2ប្រាក់ដុល្លារនឹងកាន់តែរឹងមាំចំណែកទី3អ្នកវិនិយោគិនអាមេរិកបានដកទុនប្រមាណ$18.7 ពាន់លានអាមេរិកចេញពី Gold ETF ក្នុងរយៈពេល4ខែចុងក្រោយទាំងអស់នេះគឺជាមូលហេតុដែលធ្វើឲ្យតម្លៃមាសធ្លាក់ក្នុងរយៈពេលខ្លីបាទប៉ុន្តែនេះមិនមែនជារូបភាពទាំងមូលនោះទេផ្ទុយមកវិញនៅពីក្រោយនៃការធ្លាក់នេះមានកម្លាំងធំចំនួន4ដែលនៅតែគាំទ្រនៃតម្លៃមាសទី1បំណុលពិភពលោកបានកើនឡើងរហូតទៅដល់$353 trillion អាមេរិកដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅពេលបំណុលកើនការព្រួយបារម្ភអំពីតម្លៃរូបិយប័ណ្ណនិងអតិផរណាក៏កើនឡើងដែរហើយមាសតែងតែត្រូវបានចាត់ទុកជាទ្រព្យសម្រាប់ការពារទី2ធនាគារកណ្ដាលមិនបានឈប់ទិញមាសទេ89% នៃការគ្រប់គ្រងទុនបំរុងរំពឹងថាទុនបំរុងមាសរបស់ធនាគារកណ្ដាលនឹងបន្តកើនឡើងហើយ45% មានផែនការទិញបន្ថែមទៀតទី3ប្រទេសចិននៅតែមានតម្រូវការខ្លាំងទី4ពិភពលោកកំពុងផ្លាស់ប្ដូររបៀបរក្សាទុនបំរុងប្រទេសជាច្រើនបានកំពុងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារនិងការបង្កើនការកាន់កាប់មាសទាំងនេះកំពុងបង្កើនមូលដ្ឋានដ៏រឹងមាំសម្រាប់គាំទ្រតម្លៃមាសសរុបជារួមមកអ្វីដែលយើងកំពុងឃើញគឺជាការប៉ះទង្គិចរវាងកត្តារយៈពេលខ្លីនិងកម្លាំងរយៈពេលវែងសម្រាប់ការវិភាគទិសដៅឡើងនៃតម្លៃមាសក្នុងពេលបច្ចុប្បន្ននេះនៅមិនទាន់មានភាពនឹងនននៅឡើយទេដោយទីផ្សារកំពុងរងចាំកត្តាព័ត៌មានដើម្បីបញ្ជាក់បន្ថែមលើការផ្លាស់ប្ដូរគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដើម្បីកំណត់ការប្រែប្រួលខ្លាំងបន្ទាប់ជាពិសេសនោះពីរបាយការណ៍កិច្ចប្រជុំចុងក្រោយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលនឹងចេញផ្សាយនៅថ្ងៃប្រហ័ននេះនឹងទិន្នន័យប្រាក់ចំណេញរបស់ក្រុមហ៊ុនអាមេរិកទាំងមូលតែម្ដងបាទសូមជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីថ្ងៃនេះជួបជាមួយខ្ញុំសាជាថ្មីដែលនឹងវិភាគថាតើមូលហេតុអ្វីបានជាសង្គ្រាមមួយអាចធ្វើឲ្យប្រាក់ដុល្លារឡើងថ្លៃក្នុងរយៈពេលខ្លីប៉ុន្តែអាចបង្កហានិភ័យធំសម្រាប់ប្រាក់ដុល្លារក្នុងរយៈពេលវែងបាទប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណលេខ1លើពិភពលោកបានហក់ឡើងថ្លៃភ្លាមខណៈភាពតានតឹងនៅមជ្ឈមបូព៌ាបានផ្ទុះឡើងវិញក្រោយមានភាពធូរស្រាលមួយរយៈចុងក្រោយនេះភ្លើងសង្គ្រាមបានផ្ទុះឡើងវិញក្រោយប្រទេសអ៊ីរ៉ង់បានវាយប្រហារទៅលើនាវាដឹកទំនិញចំនួន3ដោយមីស៊ីលនិងដ្រូនពិឃាតជាការឆ្លើយតបនឹងការរំលោភបំពានបទឈប់បាញ់រយៈពេល60ថ្ងៃបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកបានបើកការវាយប្រហារសងសឹកត្រឡប់ទៅវិញយ៉ាងចាស់ដៃ
ទៅលើប្រទេសអេរ៉ង់ភ្លាមៗតែម្ដងនេះបើយោងតាមសារព័ត៌មាន Reuters និង Insys បានចេញផ្សាយកត្តានេះបានគាំទ្រឲ្យប្រាក់ដុល្លារស្ទុះឡើងថ្លៃនិងសង្កត់តម្លៃមាសនិងរូបិយប័ណ្ណផ្សេងទៀតឲ្យដាំក្បាលចុះគួរឲ្យកត់សម្គាល់នាព្រឹកថ្ងៃពុធនេះតើអ្នកគិតថានៅពេលមានសង្គ្រាមប្រាក់ដុល្លារតែងតែឡើងថ្លៃមែនទេក្រោយការវាយប្រហារសងសឹកគ្នាទៅវិញទៅមកនៅច្រកសមុទ្រអូម៉ូសព័ត៌មាននេះកំពុងធ្វើឲ្យទីផ្សារពិភពលោកចាប់ផ្ដើមវាយតម្លៃឡើងវិញថាតើប្រាក់ដុល្លារកំពុងទទួលកម្លាំងឬកំពុងចាប់ផ្ដើមថយឥទ្ធិពលជាការវិភាគខ្ញុំនឹងលើកយកចំណុច3សំខាន់ដែលអាចធ្វើឲ្យប្រាក់ដុល្លារប្រែប្រួលខ្លាំងក្នុងរយៈពេលវែងនិងរយៈពេលខ្លីទី1ហេតុអ្វីបានព័ត៌មាននេះគាំទ្រប្រាក់ដុល្លារនៅពេលមានភាពភ័យខ្លាចវិនិយោគិនមិនគិតអំពីប្រាក់ចំណេញទេប៉ុន្តែពួកគេគិតអំពីការការពារដើមទុនហេតុដូច្នេះហើយទុនជាច្រើនតែងតែហូរចូលទៅកាន់ប្រាក់ដុល្លារនិងមូលបត្របានបំណុលរដ្ឋាភិបាលអាមេរិកបើទុនហូរចូលកាន់តែច្រើនតម្រូវការប្រាក់ដុល្លារក៏កើនឡើងហើយសន្ទុះប្រាក់ដុល្លារអាមេរិក DXY ជាទូទៅមានឱកាសកើនឡើងដូចគ្នានេះជាមូលហេតុដែលក្នុងចំនួនធំជាច្រើនកន្លងមកដុល្លារតែងតែរឹងមាំនៅក្នុងដំណាក់កាលដំបូងទី2តើធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងធ្វើអ្វីបន្ទាប់នេះជាចំណុចដែលវិនិយោគិនត្រូវតាមដានបំផុតប្រសិនបើប្រេងឡើងថ្លៃតាមរយៈការបិទច្រកសមុទ្រអូម៉ូសនឹងធ្វើឲ្យអតិផរណាកើនឡើងធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចពន្យាពេលក្នុងការបញ្ចុះអត្រាការប្រាក់ឬអាចដំឡើងអត្រាការប្រាក់ត្រឡប់ទៅវិញទៀតផងដូច្នេះក្នុងរយៈពេលខ្លីនេះដុល្លារនៅតែមានកត្តាគាំទ្រយ៉ាងសំខាន់អំពីសង្គ្រាមមួយនេះទី3ប៉ុន្តែមានហានិភ័យមួយដែលមនុស្សជាច្រើនមើលរំលងបើសង្គ្រាមកាន់តែអូសបន្លាយសហរដ្ឋអាមេរិកនឹងចំណាយថវិកាយោធាកាន់តែច្រើនស្របពេលដែលបំណុលសាធារណៈអាមេរិកស្ថិតនៅក្នុងកម្រិតខ្ពស់រួចទៅហើយការចំណាយបន្ថែមអាចធ្វើឲ្យទីផ្សារចាប់ផ្ដើមសួរថាតើអាមេរិកអាចបន្តផ្ដល់ហិរញ្ញប្បទានដោយគ្មានផលប៉ះពាល់ដែរឬទេប្រសិនបើសង្គ្រាមធ្វើឲ្យសេដ្ឋកិច្ចអាមេរិកចុះថយហើយធនាគារកណ្ដាលសហរដ្ឋអាមេរិកត្រូវបញ្ចុះអត្រាការប្រាក់ដើម្បីជួយសេដ្ឋកិច្ចនោះសម្ពាធលើប្រាក់ដុល្លារអាចនឹងកើនឡើងអស់លោកស្រីសម្រាប់ពេលនេះសង្គ្រាមអាចជាកត្តាវិជ្ជមានសម្រាប់ប្រាក់ដុល្លារក្នុងរយៈពេលខ្លីព្រោះទុនកំពុងស្វែងរកចម្រុកសុវត្ថិភាពនិងទំនោរមកខាងការដំឡើងអត្រាការប្រាក់ប៉ុន្តែបើចំនួនកាន់តែរីករាលដាលនិងអូសបន្លាយកាន់តែយូរប្រេងបន្តឡើងថ្លៃខ្លាំងអតិផរណាឡើងខ្លាំងនិងសេដ្ឋកិច្ចអាមេរិកចាប់ផ្ដើមទន់ខ្សោយនោះស្របពេលដែលប្រាក់ឧបត្ថម្ភសង្គ្រាមកាន់តែច្រើនដែលជាមូលហេតុធ្វើឲ្យប្រាក់ដុល្លារនឹងមានចរាចរណ៍កាន់តែខ្លាំងក្នុងទីផ្សារនិងធ្វើឲ្យមានផលប៉ះពាល់ប្រាក់ដុល្លារក្នុងរយៈពេលវែងតាមទ្រឹស្ដីសេដ្ឋកិច្ចតម្លៃរូបិយប័ណ្ណដុល្លារនឹងធ្លាក់ថ្លៃនៅពេលដែលមានការផ្គត់ផ្គង់ខ្លាំងនិងលំហូរចូលទីផ្សារខ្លាំងជាងតម្រូវការនោះបាទសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីបងប្អូនឥឡូវនេះយើងមកតាមដានទាំងអស់គ្នានៅប្រធានបទដ៏ពិសេសមួយទាក់ទងនឹងតម្លៃមាសថាតើតម្លៃមាសដែលកំពុងប្រែប្រួលចុះឡើងសពថ្ងៃនេះអ្នកណាកំពុងជំរុញនិងទាញខ្សែទីផ្សារមាសនៅពីក្រោយឆាកតម្លៃមាសអន្តរជាតិបន្ទាប់ពីរងការធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃពុធដែលបណ្ដាលមកពីការកើនឡើងភាពតានតឹងនៅមជ្ឈមបូព៌ានោះឥឡូវនេះបានធូរស្រាលសម្ពាធឡើងត្រឡប់មកលើវិញខ្លះហើយខណៈដែលប្រទេសអ៊ីរ៉ង់ទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរនិងប្រទេសក្នុងតំបន់ជាច្រើនរួមគ្នាសម្របសម្រួលបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពឡើងវិញនិងដំណើរការកិច្ចចរចាកម្មវិធីអាវុធនុយក្លេអ៊ែរសារជាថ្មីហើយបច្ចុប្បន្ននេះគិតត្រឹមម៉ោង10ព្រឹកថ្ងៃសុក្រនេះមាសបានកំពុងជួញដូរនៅក្នុងតម្លៃ$4130ក្នុង1អោនឬប្រមាណ$4976ក្នុង1តម្លឹងតម្លៃមាសកាលពីខែមិថុនាថ្មីនេះបានដាំក្បាលចុះយ៉ាងគំហុកប្រមាណជាង 10% ពីតម្លៃ$4382ក្នុង1អោនឬ$5279ក្នុង1តម្លឹងធ្លាក់មកដល់តម្លៃ$3942ក្នុង1អោនឬ$4749ក្នុង1តម្លឹងដែលជាការស្រុតចុះទាបបំផុតប្រចាំឆ្នាំយ៉ាងស្រឡាំងកាំងសម្រាប់វិនិយោគិននិងអ្នកជួញដូរហាងឆេងមាសសំណួរដ៏គួរឲ្យចង់ដឹងមួយតើអ្នកណាជាអ្នកកំណត់តម្លៃមាសឬកាន់ចង្កូតទីផ្សារមាសឲ្យឡើងចុះមនុស្សជាច្រើនគិតថាតម្លៃមាសឡើងឬក៏ចុះគឺដោយសារតែអ្នកវិនិយោគទិញឬលក់
ប៉ុន្តែការពិតតើអ្នកជឿទេថាអ្នកជួញដូររាប់លានអ្នកជុំវិញពិភពលោកមិនមែនជាអ្នកសម្រេចទិសដៅមាសនោះទេមាសដែលកំពុងធ្លាក់សពថ្ងៃនេះមិនមែនធ្លាក់ព្រោះវាបាត់បង់តម្លៃនោះឡើយពេលនេះយើងនឹងស្វែងរកចម្លើយទាំងអស់គ្នាដំបូងយើងត្រូវយល់ថាទីផ្សារមាសមិនត្រូវបានគ្រប់គ្រងដោយអ្នកជួញដូរតូចៗនោះទេអ្នកដែលមានឥទ្ធិពលពិតប្រាកដមាន4ក្រុមធំៗទី1គឺធនាគារកណ្ដាលសហរដ្ឋអាមេរិកឬក៏ហៅថា Federal Reserve ទោះបីជាធនាគារកណ្ដាលសហរដ្ឋអាមេរិកមិនទិញឬលក់មាសដោយផ្ទាល់ក៏ដោយប៉ុន្តែការសម្រេចចិត្តអំពីអត្រាការប្រាក់អាចផ្លាស់ប្ដូរទិសដៅមាសបានទាំងមូលនៅពេលដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ដុល្លាររឹងមាំបានបំណុលអាមេរិកដែលជាសត្រូវធំបំផុតរបស់មាសនោះក៏កើនឡើងដែរហើយអ្នកវិនិយោគចាប់ផ្ដើមបង្វែរលុយចេញពីមាសទី2គឺមូលនិធិទិញមាសតាមប្រព័ន្ធហិរញ្ញវត្ថុ ETF Gold ETF គឺជាអ្នកកាន់កាប់មាសរាប់ពាន់តោនពេលលំហូរទុនហូរចូលការទិញមាសតាម ETF មាសច្រើនតែឡើងពេលទុនហូរចេញពីទីផ្សារ Gold ETF តម្លៃមាសក៏រងសម្ពាធធ្លាក់ចុះទី3នោះគឺធនាគារកណ្ដាលខុសពី ETF ដែលគិតក្នុងរយៈពេលខ្លីធនាគារកណ្ដាលគិតក្នុងរយៈពេលវែងពួកគេទិញមាសដើម្បីការពារសម្រាប់ទុនបម្រុងនិងកាត់បន្ថយការពឹងផ្អែកទៅលើប្រាក់ដុល្លារហើយចុងក្រោយនោះទី4គឺស្ថាប័នគ្រប់គ្រងទុនវិនិយោគឬ hedge fund និងស្ថាប័នហិរញ្ញវត្ថុធំៗពួកគេអាចផ្លាស់ប្ដូរទិសដៅទីផ្សារមាសបានយ៉ាងលឿនតាមរយៈការទិញនិងលក់កិច្ចសន្យាអនាគតបងប្អូនមាសមិនធ្លាក់ព្រោះវាបាត់បង់តម្លៃនោះទេវាធ្លាក់ព្រោះទុនវិនិយោគកំពុងរត់ទៅរកទ្រព្យសម្បត្តិដែលផ្ដល់ប្រាក់ចំណេញខ្ពស់ជាងមួយផ្សេងទៀតហើយបើបងប្អូនចង់យល់ដឹងពីទិសដៅមាសគួរយកចិត្តទុកដាក់តាមដាននៅស្ថាប័នធំៗទាំង4ខាងលើនេះព្រោះអ្នកទាំងនេះហើយគឺជាអ្នកកំណត់ឬកាន់ចង្កូតទីផ្សារមាសពិតប្រាកដនោះបាទបទវិភាគរបស់ខ្ញុំសូមបញ្ចប់ត្រឹមនេះបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ